ចឹងថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីការធ្វើយ៉ាងម៉េចឲ្យ account របស់យើងមានសញ្ញា tick ឬគេហៅថា blue verify ហ្នឹងណាបាទចឹងដើម្បីឲ្យ account របស់យើងមានសញ្ញា tick blue verify ហើយកាត់នៅក្នុងតម្លៃទាបគឺក្នុងមួយខែតម្លៃត្រឹមតែ$10000ឬក៏ស្មើ$2កន្លះទេចឹងយើងត្រូវធ្វើដូចនេះខ្លះបាទជាដំបូងយើងចូលនៅក្នុង Google ចូលមកបន្ទាប់មកយើងចូលទៅក្នុង account គណនី Facebook របស់យើងបាទឥឡូវឧទាហរណ៍ខ្ញុំឧទាហរណ៍ account នេះមួយអត់ទាន់មាន blue tick ទេបាទអញ្ចឹងដើម្បីបាន blue tick គឺយើងត្រូវចូលនៅកន្លែង setting ក៏បានឬក៏យើងចូលនៅកន្លែង tray 3នេះក៏មានដែរណាពាក្យថា meta verify បាទចូលនៅកន្លែងហ្នឹងក៏បានឬក៏យើងចូលមកកន្លែង setting កន្លែងនេះក៏មានដែរណាដូចតែគ្នាទេបាទ verify នេះយើងត្រូវចុចចំ meta pay ហ្នឹងមកអញ្ចឹងយើងឃើញជាក់ស្ដែងអញ្ចឹងបើសិនជាយើងpay តាមនេះតែម្ដងគឺយើងអស់$11.99ស្មើនឹង$12ណាបាទអញ្ចឹងយើងកុំខ្វល់យើងចុចសិនមក continue យើងយក Facebook ណាយើងអត់យក Facebook មួយ Instagram ទេបាទមកដល់ចំណុចនេះក៏យើងចុច continue ដែរបាទកន្លែងនេះគឺជាកន្លែងដែលសំខាន់ដែលយើងត្រូវធ្វើយ៉ាងម៉េចឲ្យ Facebook កាត់យើងត្រឹមតែ$2កន្លះឬក៏ស្មើ$10000ក្នុងមួយខែហ្នឹងណាព្រោះជាក់ស្ដែងនៅក្នុងនេះគេដាក់$12បាត់ហើយក្នុងមួយខែបាទអញ្ចឹងដំបូងគឺយើងត្រូវតែបដូរប្រទេសទៅជាប្រទេសនីសេរីយ៉ាបាទនេះបាទយើងត្រូវបដូរមកប្រទេសនីសេរីយ៉ាមកបន្ទាប់មកទៀតយើងត្រូវបំពេញលេខ Visa card យើងឬក៏ Master card យើងខ្លួនឯងណាកន្លែងចំណុចនេះគឺខ្ញុំអត់បង្ហាញទេបាទបន្ទាប់ពីបំពេញរួចហើយយើងត្រូវចុចពាក្យ continue with MetaPay ចាំមើលពី$11.99វាបដូរមកជា$3799នេះសេរីយ៉ាវិញក្នុងមួយខែអញ្ចឹង$3799ហ្នឹងគឺគិតជាលុយដុល្លារគឺស្មើនឹង$2កន្លះទេអូខេអញ្ចឹងយើងចុច subscribe ណាចឹង Facebook បានកាត់លុយយើងរួចរាល់ហើយយើងអាចឆែកមើលនៅកន្លែង notification នេះបានបាទវានៅត្រង់ចំណុចនេះគឺឃើញ$3799អញ្ចឹងយើងឆែកមើល profile ថាបានសញ្ញា tick ឬអត់អូខេឥឡូវទទួលបានសញ្ញា tick ហើយអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាវីដេអូនេះគឺចប់ត្រឹមប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយ